ក្រោយការប្រកាសទាមទារនេះកងទ័ពខ្មែរក្រហមបានបើកការវាយលុកតាមផ្លូវសមុទ្រចូលត្រួតត្រាលើកោះនោះយ៉ាងរហ័សកងទ័ពខ្មែរក្រហមបានឡើងទៅលើកោះត្រល់នៅថ្ងៃទី4ខែឧសភាឆ្នាំ1975 6ថ្ងៃក្រោយមកខ្មែរក្រហមបានបន្តវាយយកកោះក្រចកសេះដែលវៀតណាមហៅថាថូជូថែមទៀតក្រោមការគំរាមកំហែងដោយអាវុធប្រជាជនវៀតណាមប្រមាណ500នាក់ត្រូវបានបណ្តេញចេញពីទីនោះពីសប្តាហ៍ក្រោយការកាន់កាប់របស់ខ្មែរក្រហមលើកោះកងទ័ពវៀតណាមបានបើកការវាយបកវិញដោយបានសម្លាប់ទាហានខ្មែរក្រហមអស់ជាច្រើនអ្នកនិងចាប់បាន300នាក់ជាឆ្លើយសឹកថែមទៀតព្រឹត្តិការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងហើយត្រូវបានអ្នកប្រវត្តិសាស្ត្រជាច្រើនចាត់ទុកថាជាការប៉ះទង្គិចប្រដាប់អាវុធដំបូងរវាងរដ្ឋាភិបាលខ្មែរក្រហមនិងវៀតណាមក្រោយសង្គ្រាមឥណ្ឌូចិននៅម៉ោងប្រមាណ11ព្រឹកថ្ងៃទី17មេសាឆ្នាំ1975ទាហានខ្មែរក្រហមបានធ្វើដំណើរចូលកាន់កាប់ទីក្រុងភ្នំពេញក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះក៏ប៉ុន្តែមិនយូរប៉ុន្មានអំណរនឹងជ័យជំនះអំណរនឹងក្តីសង្ឃឹមថាសង្គ្រាមត្រូវបានបញ្ចប់នេះក៏បានរលាយបាត់បង់ទៅវិញក្រោយពេលដែលទាហានខ្មែរក្រហមចាប់ផ្ដើមបង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពីទីក្រុងភ្នំពេញចាប់ពីបានចូលកាន់អំណាចមកខ្មែរក្រហមមិនត្រឹមតែផ្ដោតលើការរៀបចំប្រទេសខាងក្នុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាព្រំដែននិងអធិបតេយ្យភាពលើដែនសមុទ្រផងដែរយោងតាមសៀវភៅ Why Vietnam Invaded Cambodia រដ្ឋាភិបាលខ្មែរក្រហមមានទស្សនៈថាវៀតណាមជាគូប្រជែងប្រវត្តិសាស្ត្រដ៏សំខាន់មួយនិងមានការព្រួយបារម្ភថាវៀតណាមអាចគ្រប់គ្រងឥណ្ឌូចិនទាំងមូលដោយសារហេតុនេះការប៉ះទង្គិចនៅតាមព្រំដែនគោកនិងសមុទ្របានចាប់ផ្ដើមឡើងយ៉ាងឆាប់រហ័សក្រោយឆ្នាំ1975នៅក្នុងឆ្នាំ1975ក្រោយកាន់អំណាចមិនដល់1ខែផងអៀងសារីដែលជារដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហមបានស្នើសុំឲ្យប្រទេសចិនបញ្ឈប់ការផ្គត់ផ្គង់អាវុធនិងសម្ភារៈយោធាតាមរយៈវៀតណាមដូចពីពេលមុនទៀតចិនបានយល់ព្រមហើយបានបញ្ជូននាវាធំៗរបស់ខ្លួនជាច្រើនគ្រឿងដែលផ្ទុកដោយស្រូវប្រេងឥន្ធនៈនិងគ្រឿងឧបភោគបរិភោគសម្ដៅចូលមកចតនៅកំពង់ផែកំពង់សោមប៉ុន្តែមុនការមកដល់របស់នាវាចិនទាំងនេះខ្មែរក្រហមបានតវ៉ាជំទាស់នឹងការត្រួតត្រារបស់វៀតណាមលើកោះទាំងឡាយក្នុងឈូងសមុទ្រថៃស្រេចទៅហើយដោយបានប្រើឡើងវិញនូវការទាមទារពីមុនមួយរបស់កម្ពុជាតាក់ទងនឹងកោះត្រល់ដែលវៀតណាមហៅថាកោះភូកុកក្រោយការប្រកាសទាមទារនេះកងទ័ពខ្មែរក្រហមបានបើកការវាយលុកតាមផ្លូវសមុទ្រចូលត្រួតត្រាលើកោះនោះយ៉ាងរហ័សកងទ័ពខ្មែរក្រហមបានឡើងទៅលើកោះត្រល់នៅថ្ងៃទី4ខែឧសភាឆ្នាំ1975 6ថ្ងៃក្រោយមកខ្មែរក្រហមបានបន្តវាយយកកោះក្រចកសេះដែលវៀតណាមហៅថាថូជូថែមទៀតក្រោមការគំរាមកំហែងដោយអាវុធប្រជាជនវៀតណាមប្រមាណ500នាក់ត្រូវបានបណ្តេញចេញពីទីនោះពីសប្តាហ៍ក្រោយការកាន់កាប់របស់ខ្មែរក្រហមលើកោះកងទ័ពវៀតណាមបានបើកការវាយបកវិញដោយបានសម្លាប់ទាហានខ្មែរក្រហមអស់ជាច្រើនអ្នកនិងចាប់បាន300នាក់ជាឆ្លើយសឹកថែមទៀតព្រឹត្តិការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងហើយត្រូវបានអ្នកប្រវត្តិសាស្ត្រជាច្រើនចាត់ទុកថាជាការប៉ះទង្គិចប្រដាប់អាវុធដំបូងរវាងរដ្ឋាភិបាលខ្មែរក្រហមនិងវៀតណាមក្រោយសង្គ្រាមឥណ្ឌូចិនសូមងាកមកមើលកោះមួយផ្សេងទៀតដែលមានឈ្មោះថាកោះពូលូវ៉ៃកោះនេះបានក្លាយជាចំណុចជម្លោះសំខាន់មួយទៀតរវាងកម្ពុជានិងវៀតណាមនាពេលនោះយោងតាមសៀវភៅ Brother Enemy និង Why Vietnam Invaded Cambodia ទាំងកម្ពុជានិងវៀតណាមសុទ្ធតែអះអាងសិទ្ធិលើកោះនេះនៅឆ្នាំ1975មានការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីរហើយចុងក្រោយវៀតណាមបានរក្សាការគ្រប់គ្រងលើកោះនេះនៅថ្ងៃទី2ខែសីហាឆ្នាំ1975លេយុនអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងសហការីពីរនាក់ទៀតបានមកក្រុងភ្នំពេញដើម្បីធ្វើទស្សនកិច្ចខ្លីមួយក្រោយពីបានបង្ហាញឲ្យកម្ពុជាឃើញពីកម្លាំងយោធារបស់ខ្លួនរួចមកវៀតណាមបានបង្ហាញឲ្យឃើញភាពទន់ភ្លន់របស់ខ្លួនម្ដងលេយុនបានជួបមេដឹកនាំខ្មែរក្រហមនិងបានទទួលស្គាល់ថាកោះពូលូវ៉ៃពិតជាចំណែកមួយនៃទឹកដីរបស់កម្ពុជាពិតប្រាកដមែនហើយគាត់បានសន្យានឹងប្រគល់ឲ្យកម្ពុជាវិញក្នុងពេលឆាប់ៗសេចក្តីថ្លែងការណ៍រួមមួយត្រូវបានភាគីទាំងពីរចុះហត្ថលេខាក្នុងនោះភាគីនីមួយៗបានសន្យាធ្វើការដោះស្រាយជម្លោះតាមរយៈការចរចាគ្នាប៉ុន្តែសេចក្តីថ្លែងការណ៍នេះពុំដែលត្រូវប្រកាសផ្សាយឲ្យដឹងឮជាសាធារណៈនោះទេរបាយការណ៍ខ្លីនៃទស្សនកិច្ចនេះត្រូវបានផ្សាយបន្តដំណើរគ្នាដោយវិទ្យុហាណូយនិងវិទ្យុភ្នំពេញនៅថ្ងៃទី3ខែសីហាឆ្នាំ1975ភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរបានធូរស្រាលមកវិញគឺនៅពេលដែលវៀតណាមសម្រេចប្រគល់កោះពូលូវ៉ៃមកឲ្យកម្ពុជាវិញនៅថ្ងៃទី10ខែសីហាឆ្នាំ1975វៀនវ៉ាន់លិញខាងភាគីវៀតណាមបានជួបនួនជាដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបកម្ពុជាប្រជាធិបតេយ្យដើម្បីផ្ដល់ព័ត៌មានអំពីការដកកងទ័ពវៀតណាមចេញពីកោះពូលូវ៉ៃនួនជាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមចំពោះការសម្រេចចិត្តនេះទោះបីជាកោះនេះមានទំហំតូចក៏ដោយប៉ុន្តែវាមានសារៈសំខាន់ខាងយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងផ្លូវសមុទ្រនិងតំបន់នេសាទនៅឈូងសមុទ្រថៃ
ទោះបីជាការប្រយុទ្ធគ្នាដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយក៏ពួកមេដឹកនាំវៀតណាមនិងកម្ពុជាបានរួបរวมគ្នាឡើងវិញដែលបង្កើតជាការដោះដូរការទូតជាសាធារណៈច្រើនលើកច្រើនសារពេញមួយឆ្នាំ1976ដើម្បីធ្វើឲ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងប្រទេសទាំងពីរនៅពីក្រោយឆាកយ៉ាងណាក៏ដោយក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនៅអ្វីដែលខ្លួនបានសង្កេតថាជាការវាទីនិយមរបស់វៀតណាមនៅថ្ងៃទី30ខែមេសាឆ្នាំ1977ខ្មែរក្រហមបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាមដោយតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជាវៀតណាមក៏បានផ្ដើមការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ1977ក្នុងបំណងមួយដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាចរចានៅខែមករា1978កងទ័ពវៀតណាមបានដកថយព្រោះគោលដៅនយោបាយរបស់ខ្លួនមិនបានសម្រេចការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ1978ប្រទេសចិនបានព្យាយាមសម្រុះសម្រួលឲ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងសងខាងទោះជាយ៉ាងណាប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានឡើយនៅចុងឆ្នាំ1978ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តបណ្តេញចេញរបបកម្ពុជាប្រជាធិបតេយ្យដែលត្រួតត្រាដោយខ្មែរក្រហមដោយសង្កេតថារបបនេះជារបបនិយមចិននិងមានអរិភាពខ្លាំងចំពោះវៀតណាមបើតាមអ្នកជំនាញនិងជាអ្នកនិពន្ធសៀវភៅអំពីរឿងរ៉ាវខ្មែរក្រហមលោក Steve Hedder អះអាងថាការវាយប្រហាររបស់កងទ័ពខ្មែរក្រហមឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាមនៅចុងឆ្នាំ1977និងដើមឆ្នាំ1978ធ្វើឲ្យវៀតណាមអស់ភាពអត់ធ្មត់ហើយលើកទ័ពវាយបកលុកលុយចូលកម្ពុជាចំណែកឯប៉ុល ពតវិញបានបកស្រាយប្រាប់លោក Ned Thayer ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាកាលពីខែតុលាឆ្នាំ1997ថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យការចរចាដើម្បីបញ្ចប់ចំនួនព្រំដែនជាមួយវៀតណាមធ្វើឡើងជាហូរហែប៉ុន្តែស្របពេលគ្នានោះកងទ័ពវៀតណាមក៏ចេះតែបង្កចំនួនតាមព្រំដែនជាបន្តបន្ទាប់ដែរប៉ុល ពតថែមទាំងអះអាងថាកម្ពុជាជាប្រទេសតូចមិនហ៊ានថ្លើមធំទៅឈ្លានពានវៀតណាមដែលជាប្រទេសធំនោះទេហើយថាផ្ទុយទៅវិញគឺវៀតណាមមានមហិច្ឆតាយកកម្ពុជានិងឡាវធ្វើជាប្រទេសក្រោមរណបខ្លួននៅថ្ងៃទី25ខែធ្នូឆ្នាំ1978កងទ័ពវៀតណាមចំនួន 150,000 នាក់បានវាយលុកចូលប្រទេសកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1979រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបណ្តេញចេញពីភ្នំពេញក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមិនបានដួលរលំទាំងស្រុងទេនៅពេលនោះកម្ពុជាប្រជាធិបតេយ្យនៅតែត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដដែលដោយគ្រាន់តែបានបដូរទីតាំងពីភ្នំពេញទៅព្រំដែនខ្មែរថៃប៉ុណ្ណោះមួយថ្ងៃក្រោយពីដណ្ដើមបានទីក្រុងភ្នំពេញពីខ្មែរក្រហមអាជ្ញាធរក្រុងហាណូយបានជួយបង្កើតជូនកម្ពុជានៅរដ្ឋាភិបាលថ្មីមួយនៅថ្ងៃទី8ខែមករាឆ្នាំ1979ដោយដាក់ឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានលោកហេងសំរិនជាប្រមុខរដ្ឋសូមបញ្ជាក់ថាក្នុងរយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃដែលខ្មែរក្រហមកាន់អំណាចប្រជាជនកម្ពុជាជិត2លាននាក់បានបាត់បង់ជីវិតគិតជាមធ្យមក្នុងមួយថ្ងៃមានប្រជាជនប្រមាណ1200នាក់ត្រូវបានគេយកទៅសម្លាប់ឬត្រូវស្លាប់ដោយអត់អាហារដោយជំងឺការធ្វើទារុណកម្មនិងអំពើព្រៃផ្សៃផ្សេងទៀត